ឯកឧត្តមហ៊ុនម៉ាណីស្នេហាជាតិដ៏រឹងមាំប្រជាពលរដ្ឋជាង150000នាក់ពីគ្រប់ទិសទីគាំទ្ររដ្ឋាភិបាលដោះស្រាយបញ្ហាព្រំដែនការពារបូរណភាពទឹកដីនៅលើបណ្ដាញសង្គមនាថ្ងៃប្រហ័សទី19ខែមិថុនានេះឯកឧត្តមហ៊ុនម៉ាណីបានបញ្ជាក់ពីមោទនភាពនិងអំណរគុណចំពោះទឹកចិត្តរបស់ប្រជាពលរដ្ឋជាង150000នាក់ដែលបានចូលរួមដំណើរថ្មើរជើងជាច្រើនលើសលប់ដើម្បីបង្ហាញការគាំទ្ររាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃឯកឧត្តមហ៊ុនម៉ាណីមានប្រសាសន៍ថាព្រឹត្តិការណ៍ដំណើរថ្មើរជើងម្សិលមិញនេះបានបង្ហាញយ៉ាងច្បាស់អំពីជំរឿនៃឆន្ទៈទឹកចិត្តក្តីស្រឡាញ់ដែលកូនខ្មែរមានសម្រាប់ប្រទេសជាតិយើងឯកឧត្តមហ៊ុនម៉ាណីបញ្ជាក់ថាទោះបីជាការរៀបចំផ្សព្វផ្សាយរយៈពេលត្រឹមតែ2ទៅ3ថ្ងៃតែប៉ុណ្ណោះប៉ុន្តែព្រះសង្ឃពុកម៉ែបងប្អូនក្នុងរាជធានីនិងមកពីបណ្ដាខេត្តនានាគ្រប់មជ្ឈដ្ឋាននិងគ្រប់វ័យជាង150000នាក់បានចូលរួមដោយបង្ហាញពីជំរឿនៃទឹកចិត្តការគិតគូរការព្រួយបារម្ភដែលក្តីបារម្ភនេះសោះបញ្ជាក់ពីក្តីស្រឡាញ់ដែលកូនខ្មែរម្នាក់ៗមានសម្រាប់ជាតិយើងជាមួយគ្នានេះឯកឧត្តមហ៊ុនម៉ាណីបានមូលមតិនិងមានបំណងប្រាថ្នាតែមួយគឺចង់ឃើញប្រជាជាតិមានភាពសុខសាន្តតរៀងទៅដូច្នេះចំពោះករណីតានតឹងនៅព្រំដែនរវាងកម្ពុជានិងថៃស្នើសុំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមតាមដានស្ថានភាពហើយត្រូវចូលរួមគ្រប់គ្រងរាជរដ្ឋាភិបាលសម្ដេចនាយករដ្ឋមន្ត្រីនិងកងកម្លាំងយើងនៅជួរមុខដែលខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃរកដំណោះស្រាយដោយសន្តិវិធីលើរាល់បញ្ហានិងត្រៀមខ្លួនជាស្រេចដើម្បីការពារបូរណភាពដែនដីបើសិនមានភាពចាំបាច់